សូមគោរពនឹងជំរាបសួរលោកលោកស្រីនិងកញ្ញាទាំងអស់ជាទីគោរពស្វាគមន៍មកកាន់កម្មវិធីវិថីហិរញ្ញវត្ថុឬក៏ Financial Street កម្មវិធីវិថីហិរញ្ញវត្ថុនៅក្នុងថ្ងៃនេះប្រធានបទដែលយើងនឹងជជែកគឺតកតងជាមួយនឹងការរៀបចំហិរញ្ញវត្ថុសម្រាប់ទីផ្ទះមុននឹងចូលដល់កិច្ចជជែកភាសារបស់យើងជាមួយនឹងវាគ្មិនសូមអញ្ជើញលោកលោកស្រីនិងកញ្ញាទៅទស្សនាបទយូហ្គាខ្លីបន្តិចពីក្រុមការងាររបស់យើងខាងក្រៅការរៀបចំហិរញ្ញវត្ថុសម្រាប់ទិញផ្ទះដើម្បីរស់នៅគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនិងមធ្យមត្រូវពិចារណាឲ្យបានច្បាស់មុនសម្រាប់ចិត្តទិញផ្ទះការទិញផ្ទះថ្មីគឺងាយស្រួលប៉ុន្តែមិនមែនមានន័យថាអ្នកចំណាយតែទៅលើតម្លៃផ្ទះដោយមិនគិតពីការចំណាយផ្សេងទៀតនោះទេពលយើងត្រូវតែដឹងអំពីការចំណាយផ្សេងទៀតដើម្បីជៀសវាងហានិភ័យដែលអាចកើតឡើងជាយថាហេតុលោកឈីពុតតុលានាយកនៃនាយកដ្ឋានឥណទានបុគ្គលនៃធនាគារ Philip បានលើកឡើងថាជាទូទៅឥណទានគេហដ្ឋានជាកម្ចីដែលទទួលបានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារណាមួយក្នុងគោលបំណងដើម្បីទិញផ្ទះឬខុនដូសម្រាប់ការរស់នៅរបស់ពួកគាត់លោកឈីពុតតុលាបន្តថាចំណុចដំបូងរបស់អតិថិជនគួរតែមានគឺប្រាក់ចំណូលសមស្របដើម្បីត្រៀមទុកបង់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារក៏ដូចជាការត្រៀមទុកសម្រាប់ចំណាយផ្សេងនៅគេហដ្ឋានរបស់ពួកគេជាពិសេសអតិថិជនត្រូវតែដឹងថាពួកគេមានលទ្ធភាពកម្រិតណាក្នុងការសងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារណាមួយបន្ទាប់ពីពួកគេបានខ្ចីលោកតុលាបានគូបញ្ជាក់ដែរថាមុននឹងធនាគារផ្ដល់ឥណទានគេហដ្ឋានកម្ចីទៅដល់អតិថិជននោះធនាគារនឹងពិនិត្យទៅលើចំណុចសំខាន់មួយចំនួនដូចជាដោយឡែកចំពោះខាងធនាគារគឺយើងមើលទៅលើចំណុចមួយចំនួនដូចគ្នាចំណុចទី1គឺយើងមើលទៅលើឯកសារចំណូលរបស់គាត់និងឯកសារទៅលើឯកសារផ្ទាល់ខ្លួនរបស់ពួកគាត់ចំណុចទី2គឺយើងមើលទៅលើគេហៅថា credit history បានន័យថាប្រវត្តិនៃការបង់សងនៅដូចជា CBC report ដូចជានៅតាមព័ត៌មានដែលគាត់បានបង់នៅធនាគារមួយទៀតអញ្ចឹងទី3ចំណុចទី3គឺគាត់ខាងធនាគារគាត់ត្រូវមើលទៅលើ regular income source របស់ពួកគាត់ដែរដើម្បី make sure ថាគាត់មានចំណូលគ្រប់គ្រាន់និងចំណូលមួយដែលគេហៅថា sustainable បានន័យថាវាអាចវាមានរយៈពេលវែងនិងស្ថិរភាពដូច្នេះធនាគារមើលចំណុចហ្នឹងសំខាន់ជាងគេចំណុចមួយទៀតគឺអាយុរបស់អតិថិជននេះជាចំណុចមួយសំខាន់ដែរព្រោះកម្ចីគេហដ្ឋានជាទូទៅគឺមានរយៈពេលវែងដូច្នេះអាយុរបស់គាត់គឺសំខាន់នៅពេលដែលគាត់ចង់បានផ្ទះមួយជារបស់ខ្លួនឯងប៉ុន្តែអាយុគាត់ខ្ពស់ខ្លាំងពេកដូច្នេះក៏វាប៉ះពាល់ជាមួយនឹងរយៈពេលនៃការបង់និងចំណូលស្ថិរភាពចំណូលរបស់ពួកគាត់ដែរនាយកនៃនាយកដ្ឋានឥណទានបុគ្គលនៃធនាគារ Philip រូបនេះបានឲ្យដឹងទៀតថាការសហការគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារជាមួយនឹងម្ចាស់គម្រោងគេហដ្ឋានឬខុនដូជាចំណុចមួយដ៏សំខាន់ដើម្បីជួយសម្រួលការលំបាកមួយចំនួនទៅដល់អតិថិជនសម្រួលការលំបាកដោយសារតែនៅពេលអតិថិជនទៅទិញគេហដ្ឋានឬខុនដូដែលមានកិច្ចសហការរវាងម្ចាស់គម្រោងនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារពួកគេនឹងទទួលបានលក្ខខណ្ឌពិសេសដោយទទួលបានអត្រាការប្រាក់ទាបរយៈពេលបង់បានវែងឬការទទួលបានការបញ្ចុះតម្លៃពិសេសជាដើមដើម្បីទទួលបានគេហដ្ឋានមួយក្នុងក្តីសម័យចំណុចសំខាន់បំផុតទី1គឺត្រូវមើលទៅលើហិរញ្ញវត្ថុផ្ទាល់ខ្លួនតកតងជាមួយនឹងចំណូលតកតងជាមួយនឹង investment អីផ្សេងហ្នឹងចំណុចទី2គាត់ត្រូវមានគេហៅថាគម្រោងនៃការសន្សំហើយនឹងវិនិយោគអញ្ចឹងគម្រោងនៃការសន្សំនិងវិនិយោគបានន័យថាគាត់មានចំណូលតើគាត់ត្រូវសន្សំក្នុងរយៈពេល1ខែប្រមាណក្នុងរយៈពេល1ឆ្នាំត្រូវឲ្យបានប្រមាណទន្ទឹមនឹង1ខែប្រមាណ1ឆ្នាំឲ្យបានប្រមាណតើគាត់ត្រូវយកលុយដែលគាត់បានសន្សំហ្នឹង invest ទៅលើអីគេក្នុង period មួយដែលគាត់អត់ទាន់បានគ្រប់ចំនួនដើម្បីទៅទិញគេហដ្ឋានមួយហ្នឹងអញ្ចឹងចំណុចទី3គឺដូចគ្នាដែលខ្ញុំបានលើកឡើងពីលើហ្នឹងគាត់ត្រូវមើលឲ្យច្បាស់តាក់ទងជាមួយនឹងផ្ទះឬមួយក៏ប្រភេទគេហដ្ឋានដែលគាត់ត្រូវគួរតែចង់បានពួកអីពេលខ្លះនៅពេលដែលគាត់គិតថាចំណូលគាត់សមរម្យប៉ុន្តែគាត់ចង់បានផ្ទះធំហួសហេតុពេកដូច្នេះក៏អាចធ្វើឲ្យគាត់មានបញ្ហាហិរញ្ញវត្ថុទៅថ្ងៃមុខដែរ
ដូច្នេះនៅពេលដែលគាត់ត្រូវមើលទៅលើផ្ទះមើលទៅលើទីតាំងមើលទៅលើតម្រូវការដែលគាត់ចង់បានឲ្យសមស្របទៅនឹងអ្វីដែលជាចំណូលរបស់គាត់និងគេហៅថាហិរញ្ញវត្ថុរបស់គាត់ដែលគាត់មានរាល់ខែឬមួយក៏ប្រចាំឆ្នាំរបស់គាត់នឹង សរុបមកវិញការរៀបចំហិរញ្ញវត្ថុសម្រាប់ទិញផ្ទះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះបុគ្គលឬក្រុមគ្រួសារនីមួយៗលោកង៉ែតជូជាអ្នកវិនិយោគនិងជាអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុមួយរូបនៅក្នុងប្រទេសកម្ពុជាធ្លាប់បានលើកឡើងថាបុគ្គលឬក្រុមគ្រួសារនីមួយៗដែលទិញផ្ទះតាមរយៈការទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារគួរចំណាយត្រឹមតែ 30% ប៉ុណ្ណោះលើការបង់រំលោភផ្ទះជៀសវាងមានបញ្ហាហិរញ្ញវត្ថុដោយសារតែទិញផ្ទះត្រូវចេះរៀបចំទុកដាក់លុយឲ្យបានច្បាស់លាស់ទាំងលើការជួសជុលចំណាយតម្លៃថែទាំនិងកាតព្វកិច្ចថែទាំអចលនទ្រព្យសម្បត្តិជាដើមអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុរូបនេះបានបន្ថែមទៀតថាអ្នកដែលទិញផ្ទះបង់រំលោះឬទិញផ្ទះតាមរយៈកម្ចីផ្សេងៗក៏ត្រូវគិតពីកញ្ចប់ប្រាក់គ្រាមានអាសន្នដែរកញ្ចប់ប្រាក់គ្រាមានអាសន្នគឺសំដៅលើកញ្ចប់ប្រាក់ដែលអាចការពារអ្នកទិញផ្ទះលើការចំណាយផ្សេងៗប្រចាំខែក្នុងចន្លោះរយៈពេលពី3ទៅ6ខែករណីអ្នកបាត់បង់ប្រាក់ចំណូលឬបាត់បង់ការងារបាទលោកសេកញ្ញាបានតាមដានទស្សនាជាមួយនឹងបទយការបស់ក្រុមការងាររបស់យើងខាងក្រៅរួចមកហើយឥឡូវនេះយើងងាកមកមើលនឹងតាមដានស្ដាប់ជាមួយនឹងកម្មវិធីរបស់យើងនៅខាងក្នុង studio នេះវិញយើងនឹងជជែកជាមួយនឹងវាគ្មិនជំនាញរបស់យើងទាក់ទងជាមួយនឹងប្រធានបទគឺការរៀបចំហិរញ្ញវត្ថុសម្រាប់ទិញផ្ទះវាគ្មិនកិត្តិយសរបស់យើងនៅក្នុងថ្ងៃនេះខ្ញុំសូមប្រកាសតែម្ដងទីមួយគឺលោកអង្ញាខៀងពុធីលោកអង្ញាខៀងពុធីគឺជាប្រធានក្រុមប្រឹក្សាពិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាទីពីរគឺលោកស្រីសំដាលីលោកស្រីសំដាលីដែលគឺជាប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុន iPhoto Cambodia បាទសូមគោរពជម្រាបសួរវាគ្មិនទាំងពីរជំរាបសួរអរគុណដែលបានចំណាយពេលដ៏មានតម្លៃជាមួយនឹងកម្មវិធីរបស់យើងសំណួរទី1របស់ខ្ញុំសូមបកគោលទៅកាន់លោកពុធីមុនគេលោកអាចជួយបញ្ជាក់បានទេថាអ្នកដែលមានបំណងចង់ទិញផ្ទះគាត់គួរតែពិនិត្យលើលក្ខណៈអីខ្លះតែតងមួយបុគ្គលិកលក្ខណៈរបស់ខ្លួនមុនគេចំណុចសំខាន់ទី1គឺលទ្ធភាពហិរញ្ញវត្ថុទី2យើងនិយាយអំពីតម្រូវការចាំបាច់បាទហើយទី3មួយទៀតគឺសំខាន់ដែរគឺភាពចាស់ទុំនៅក្នុងការគ្រប់គ្រងខ្លួនឯងហើយយើងមើលដល់តម្រូវការហ្នឹងតាក់ទងនឹងគោលបំណងអញ្ចឹងនៅប្រទេសយើងហ្នឹងការនិយាយអំពីចំណេះដឹងផ្នែកអចលនវត្ថុអចលនទ្រព្យហើយនិងហិរញ្ញវត្ថុហ្នឹងគឺមិនត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយហើយខ្ញុំក៏សប្បាយចិត្តដែរដែល AMS លើកយកប្រធានបទ Financial Street យកមកធ្វើការពិភាក្សាសង្ឃឹមថាយើងនឹងផ្សព្វផ្សាយហើយយើងនឹង boost វាឲ្យបានទូលំទូលាយបាទអញ្ចឹងខ្ញុំមានចំណុចខ្លីៗគោលអញ្ចឹងបើលើកពីបញ្ហាហិរញ្ញវត្ថុគឺយើងបានចូលមកដល់ចំណុចគ្រោះថ្នាក់មួយនៅពេលដែលអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យទាំងអស់ទាំងដីឡូទាំងបរិយានិងខុនដូហ្នឹងគឺគាត់ចូលដល់ zero down payment ហើយគាត់អនុញ្ញាតឲ្យអតិថិជនគាត់ទិញផ្ទះបង់រំលោះផ្ទាល់ជាមួយគាត់ដែលជាការខុសឆ្គងធ្ងន់ធ្ងរជាទីបំផុតនៅលើពិភពលោកហ្នឹងគឺมันគួរឲ្យមានស្ថានភាពនឹងកើតឡើងទេពីព្រោះថានៅពេលដែលគាត់អនុញ្ញាតឲ្យអតិថិជនគាត់បង់រំលោះគាត់ផ្ទាល់ដោយបងស្រីអាចនេះហើយបើសិនជាគាត់ទៅបង់រំលោះមួយធនាគារគេសិក្សាយើងច្បាស់លាស់ហានិភ័យចុះតែបើបង់រំលោះជាមួយនឹងបុរីគឺគេគិតការប្រាក់យើង 12% ក្នុងមួយឆ្នាំហើយគេអត់ដែលខ្វល់សួរយើងថាយ៉ាងម៉េចទេបាទឲ្យតែមានលុយបង់ហើយកិច្ចសន្យាគឺបើមិនបង់តាមលក្ខខណ្ឌតាមការកំណត់រយៈពេលណាមួយ2ខែ3ខែ6ខែគេនឹងរឹបអូសយកផ្ទះយកដីយកខុនដូនឹងត្រឡប់ទៅវិញជាស្វ័យប្រវត្តិបាទអញ្ចឹងវាជារឿងមួយមិនគួរកើតឡើងតែតរសោះនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំបាននិយាយរឿងនេះជាច្រើនដងតាំងពី2018 2019 2020 2021រំលងតែ2022ទេតែការនិយាយនេះគឺគេគិតថាជាការវាយប្រហារនៅក្នុងអាជីវកម្មពាណិជ្ជកម្មដោយសារឃើញគេរកស៊ីទៅមានបានខ្ញុំគិតថាការនិយាយហ្នឹងខ្ញុំជួយម្ចាស់បរិយាដីឡូម្ចាស់ខុនដូនឹងទៅវិញទេឥឡូវនេះគឺយើងឃើញហើយម្ចាស់បរិយាម្ចាស់ខុនដូម្ចាស់ដីឡូទាំងអស់ហ្នឹងជួបហានិភ័យធ្ងន់ធ្ងរជាងអតិថិជនខ្លួនឯងទៀតមានរឿងជាច្រើនដែលខ្ញុំ
มันអាចបកស្រាយអស់តកតងទៅនឹងអតិថិជនវិញគឺគោលបំណងហើយនឹងលទ្ធភាពខ្លួនឯងហ្នឹងគឺត្រូវដឹងថាខ្លួនឯងហ្នឹងទិញយកមកធ្វើអីបើទិញយកមកទុកចំណេញទេតលតែផ្ទះ 100000 មានលុយ 100000 តែម្ដងពីព្រោះថាវិស័យអចលនទ្រព្យនៅលើពិភពលោកនេះការកើនឡើងមានកម្រិតទាបណាស់ដោយសារប្រទេសយើងជាប្រទេសដែលទើបតែរីកចម្រើនយើងឃើញថាតម្លៃអចលនទ្រព្យកើនឡើងជាមធ្យម5 ទៅ 10% ក្នុងមួយឆ្នាំអញ្ចឹងអត្រាការប្រាក់ 7 800 10% ហ្នឹងគឺវាបដំប្រសងគ្នាមិនទាន់មានហានិភ័យទេតែនៅពេលដែលឃើញថា4ឆ្នាំនេះមានការគាំងអញ្ចឹងម្នាក់ខាតអស់ 50% នៃទ្រព្យរបស់ខ្លួនបាត់ទៅហើយបើសិនជាធៀបនឹងការប្រាក់បាទអញ្ចឹងខ្ញុំសូមមានប៉ុណ្ណឹងដើម្បីទុកពេលវេលាអរគុណច្រើនលោកប្រទីបាទនិយាយទៅខ្លឹមសារក៏វាមិនទៅស្ដាច់ឆ្ងាយប៉ុន្តែខ្ញុំចង់បានបញ្ជាក់អំពីរឿងច្បាប់បន្តិចការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ទិញផ្ទះមួយការរៀបចំផែនការបែបណាដែលជាផែនការមួយដែលជោគជ័យយើងអាចទិញផ្ទះទៅមិនប្រឈមហានិភ័យសុវត្ថិភាពទាំងអ្នកបង់ទាំងម្ចាស់គម្រោងហើយនិងសមាជិកក្រុមគ្រួសារការចំណាយចាយវាបច្ចុប្បន្នលោកអាចចាក់ចេញជា tip ខ្លីៗបានទេបើនិយាយពី financial plan financial management risk management គឺជាការនិយាយមួយដ៏មានលក្ខណៈវែងឆ្ងាយបាទក៏តែខ្ញុំកាត់ឲ្យខ្លីទៅគឺយើងត្រូវតាមធនាគារហ្នឹងហើយយើងត្រូវទៅតាមធនាគារហើយឆ្លៀតឱកាសនេះខ្ញុំអំពាវនាវឲ្យធនាគារទាំងអស់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ទាំងទូចទាំងធំគឺប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈខ្លួនឲ្យបានខ្ជាប់ខ្ជួនលោកពូទីបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរៀបចំផែនការហ្នឹងដោយងាកមកប្រើប្រាស់សេវាធនាគារនេះជាចំណុចមួយតើពួកគាត់ក្រៅពីចំណុចធនាគារនេះហើយមានអីផ្សេងទៀតដែលនៅពេលដែលគាត់ចង់ទិញផ្ទះមួយតើគាត់ត្រូវរៀបចំផែនការអ្វីគេខ្លះដើម្បីឈានដល់ដំណើរការនៃការទិញបានសាមញ្ញបំផុតមានលុយ 100% ទិញបាទបើមានលុយ 100% ទិញចាំទិញបើមាន 10% 20% 30% គឺត្រូវតែចែកជាមួយធនាគារហេតុអីគេកំណត់ថាធនាគារទាំងអស់មិនអនុញ្ញាតឲ្យមាន zero down payment ហេតុអីបានគេចាំបាច់ទាមទារឲ្យមាន 30% ព្រោះធនាគារគេក៏សិក្សាគេដឹងមានហានិភ័យដែរឧបមាថាផ្ទះ 100000 គេថាឲ្យយើងខ្ចីបានតែ 65000 ឬក៏ 70000 ទេព្រោះតែខ្ចី 90000 គេការពារហានិភ័យរបស់ធនាគារដែរបាទអញ្ចឹងបើសិនជាយើងមានលុយមិនគ្រប់ទេហេតុអីយើងទៅទិញពីព្រោះថាយើងរំពឹងទៅលើចំណូលយើងរំពឹងទៅលើប្រាក់ខែអ្វីអស់នោះវាអាចបាត់បង់ឧទាហរណ៍ថាឥឡូវសេដ្ឋកិច្ចមានបញ្ហាយើងធ្លាក់ខ្លួនឈឺបរិបទ innovation and technology អមមកយើងលក់នៅផ្សារសុកផ្សារហ្នឹងត្រូវលែងគេជប់លក់គេលក់អនឡាញគេមានបន្ទប់អនឡាញទូចមួយដាក់កាមេរ៉ា Facebook គេអាច reach ទៅអតិថិជនគេដល់ទៅ 20-30 ម៉ឺននាក់ហើយយើងផ្សារធំមួយជួលអស់ប្រាក់ច្រើនអាចមានអតិថិជនតែ 2-3 នាក់អញ្ចឹងពេលខ្លះអ្វីក៏អាចកាត់ឡើងដែរយើងដឹងថាអ្វីដែលក៏អាចកាត់ឡើងដែរមានតែយើងខ្លួនឯងទេដែលអាចចំណងហើយឯការដែលមកសួរមកខ្ញុំហ្នឹងបើខ្ញុំជាជនខិលខូចមកតាមមកសួរខ្ញុំប្រាប់ទៅផ្សេងអីមួយដើម្បីផលប្រយោជន៍របស់ខ្ញុំហើយបាទប៉ុន្តែខ្លួនឯងត្រូវសិក្សាស្វែងយល់មុននឹងធ្វើការវិនិយោគបាទការប្រឹក្សាយោបល់ពីអ្នកដទៃគឺជាកត្តាខាងក្រៅចំណេះដឹងទូទៅរដ្ឋអាជ្ញាធរមានសមត្ថកិច្ចផ្សេងធនាគារមេធាវីយើងឲ្យតែប្រហែលជា 50 ទៅ 60% ទេខ្លួនឯងនឹងត្រូវមាន basic financial knowledge ខ្លួនឯងទៅទៀតព្រោះយើងវាជាលុយរបស់យើងវាជាញើសឈាមរបស់យើងអរគុណលោកយ៉ាងតាមពិតមានសំណួរច្រើនដែលខ្ញុំចង់សួរទៅកាន់លោកតែខ្ញុំចង់ចែកនៅសំណួរនោះខ្លះឲ្យទៅកាន់លោកស្រីសំដាលីវិញដោយសារលោកស្រីសំដាលីបាទតាមការជជែកគ្នាមុននឹងកម្មវិធីយើងចាប់ដើមលោកស្រីមានបទពិសោធន៍ក្នុងការទិញផ្ទះ2ទៅហើយអញ្ចឹងជាមួយលោកស្រីផ្ទាល់អាចចាំលេខបានទេថាការទិញផ្ទះដំបូងជួបហានិភ័យអ្វីគេខ្លះឬក៏បានរៀបចំផែនការច្បាស់លាស់ដែរឬទេសូមអញ្ជើញចាហ្នឹងហើយអរគុណសម្រាប់សំណួរការទិញផ្ទះលើកដំបូងហ្នឹងនិយាយត្រង់ហ្មងគឺវារបៀបថាអត់បានរៀបអីសោះវាចៃដន្យមានតម្រូវការឲ្យចូលមកដល់ភ្លាមគឺយើងសម្រេចចិត្តភ្លាមតែម្ដងដោយ
តាមពិតទៅបើគិតពីរឿងប្រាក់ខែនៅក្នុងអំឡុងពេលនោះពួកខ្ញុំតែចាប់ដៃគ្នាជាប្តីប្រពន្ធគឺប្រាក់ខែតិចមែនទែនដូចលោកប្រធានបញ្ជាក់ចឹងថាបើយើងរៀងដឹងច្រើនជាងហ្នឹងយើងអត់ទាន់ចាប់ផ្ដើមទេមិនតែជ្រុលហើយយើងចាប់ផ្ដើមមានកូនមួយយើងចង់មានផ្ទះមួយដើម្បីឲ្យដូចថាមានកន្លែងមួយច្បាស់លាស់ឲ្យម៉ាក់គាត់មើលកូនមើលអីយើងត្រូវធ្វើការធ្វើអីបានអញ្ចឹងចិត្តផ្ទះបងប្អូនស្រួលមើលកូននេះផងកូននោះផងបានអញ្ចឹងយើងក៏សម្រេចចិត្តទិញដោយតាមពិតទៅគឺអត់មានអីខ្លួនទេយើងពឹងតែប្រាក់ខែសុទ្ធតែម្ដងហើយប្រាក់ខែបើនិយាយមកយកមកសង្ហាបង់ទៅថ្លៃផ្ទះទៅធនាគារហ្នឹងគឺអស់50ទៅ55%បាត់ហើយអញ្ចឹងសល់50% ហ្នឹងគឺយើងពិបាកបែងចែកមែនទែនតឹងយកមែនទែនហ្មងណាតឹងកន្លែងណាខ្លះលោកស្រីតឹងកន្លែងបែងចែកចំណាយក្នុងផ្ទះចាការចាយវាបើយើងក៏ត្រូវបិទត្បៀតកូនតូចរបស់យើងគឺយើងត្រូវការឲ្យគាត់ទាំងស្រុងហើយអញ្ចឹងយើងបិទត្បៀតប្តីប្រពន្ធវិញចាយើងអត់អាចសំបានសោះគឺមួយខែអស់អញ្ចឹងយើងមានន័យថាប្រាក់ចំណូលទាំងអស់យកមកគឺអត់មានសន្សំបាន1រៀលអត់បានសំទេសឹងថាពេលខ្លះចង់ចូលដើមចាហ្នឹងហើយតឹងមែនតើអញ្ចឹងមិនពេលខ្លះខ្ញុំមានអារម្មណ៍ថាពេលដែលខ្ចីទិញផ្ទះអ្នកខ្លះគេនិយាយថាទិញទៅភ្លេចខ្លួនបានផ្ទះនៅឯតែពាក្យនិយាយស្រួលទេតែពេលដែលចាប់ដើមធ្វើតឹងនៅពេលនោះបានដឹងថាមានបានដឹងនៅពេលដែលទិញផ្ទះលើកទី1មានបានដឹងថាធនាគារអាចជួយបានទេអត់សូវដឹងទេចាឲ្យក្នុងអំឡុងពេលខ្ញុំទិញឆ្នាំ2012ហ្នឹងក៏មិនសូវជារីកចម្រើនដឹងរឿងដឹងអីច្រើនដែរបាទចាយើងរបៀបថ្មីថ្មោងដែរហើយធនាគារក៏មិនទាន់មានការរីកចម្រើនច្រើនហើយក៏អត់សូវជាមានជំរើសច្រើនដែរដោយថាធនាគារពេលហ្នឹងអំឡុងពេលហ្នឹងមានតែប្រហែល2 3ដែលធំដែលយើងទុកចិត្តបានណាចាអញ្ចឹងយើងដើរសិក្សាមើលដែរដល់សិក្សាទៅយើងរកធនាគារណាដែលជួយយើងបានច្រើនជាងគេណាការប្រាក់ពេលហ្នឹងក៏ខ្ពស់ដែរបាទចាបើយើងងាកមើលទៅវិញនៅពេលនោះលោកស្រីអត់មានផែនការច្បាស់លាស់ទេកត្តាជំរុញអ្វីគេខ្លះដែលជំរុញឲ្យលោកស្រីសម្រេចចិត្តទិញផ្ទះមួយហ្នឹងទី1តម្រូវការគឺយើងមានតម្រូវការត្រូវមានផ្ទះនៅផ្ទះអីហើយអំឡុងពេលហ្នឹងមានរបៀបថាយើងតាមបងប្អូនដែរគាត់ថាទិញចិត្តគ្នាទៅស្រួលម៉ាក់គាត់មើលកូនជុំគ្នាអញ្ចឹងយើងក៏តដែរបើយើងទៅជួលផ្ទះឡើងរហូតដល់យើងជួលអត់មានអ្នកមើលឲ្យទេបើមិនអញ្ចឹងទេយកកូនទៅផ្ញើម៉ាក់អញ្ចឹងយើងនឹកកូនអញ្ចឹងអស់ទៅសម្រាប់ចិត្តទៅទាំងប្រផាត់ប្រផាយយើងប្រឹងទៅដើម្បីបាននៅចិត្តកូនជុំគ្នាផងចាបាទប៉ុន្តែក្រោយមកទៀតការសម្រេចចិត្តទិញផ្ទះលើកទី2ចាខុសគ្នាយ៉ាងម៉េចខុសគ្នាច្រើនព្រោះយើងមានបទពិសោធន៍ពីទី1ពេលដែលខ្ញុំបង់ផ្ដាច់ផ្ទះទី1រួចរាល់អស់ហើយគឺខ្ញុំតាំងចិត្តថាអត់តន់ខ្ចីទៀតទេអត់តន់ទិញអីទៀតទេគឺត្រូវការរឹងមាំខ្លួនឯងសិនអញ្ចឹងខ្ញុំចាប់ផ្ដើមសំពីចំណូលការងាររបស់យើងហ្នឹងយើងសំបានច្រើនដោយសារយើងមានជាប់អំណុលក្នុងឡងពេលដូចជាចង់5-6 ឆ្នាំដែរបានខ្ញុំចាប់ផ្ដើមទិញផ្ទះម្ដងទៀតនៅឆ្នាំ2022នេះដើមឆ្នាំ2022អំឡុងកូវីដដែរវាបន្ថយដែរប៉ុន្តែយើងជឿជាក់ដោយសារតែខ្ញុំមាន30% ក្នុងខ្លួនហើយខ្ញុំមានប្រហែលជា 3-4 ខែទៀតដែលអាចបង់ទៅគេបានបើមានបញ្ហាអីណាចាអញ្ចឹងយើងក៏សម្រេចចិត្តដោយសារតែផ្ទះទី1នោះគឺជាផ្ទះល្វែងមាន7បន្ទប់ពិបាកនៅហើយខ្ញុំមានកូនឥឡូវវាឡើងដល់3នាក់ហើយកូនធំជាងខ្ញុំទៀតហើយម៉ាក់ក្មេកប៉ាក្មេកគាត់មកម៉ាក់ប៉ាក៏នៅជាមួយអញ្ចឹងខ្ញុំឃើញភាពលំបាករបស់គាត់អញ្ចឹងខ្ញុំក៏សម្រេចចិត្តទិញផ្ទះរៀងធំបន្តិចមានច្រើនបន្ទប់សម្រាប់ឲ្យគាត់របៀបថាយ៉ាងហោចណាស់ក៏យើងមិនមានអីយើងឲ្យគាត់សោយសុខជីវិតចុងក្រោយរបស់គាត់ណាចាអញ្ចឹងយើងក៏សម្រេចចិត្តទិញផ្ទះនៅក្នុងបរិយាមានសួនមានអីឲ្យគាត់ហាត់ប្រាណអីចឹងទៅហ៊ុនកូនហ៊ុនចៅដើរលេងទៅអរគុណច្រើនលោកស្រីមុននេះដែលលោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ្នឹងវិនិយោគទៅលើការរៀនសូត្រមុនការវិនិយោគទៅលើអចលនទ្រព្យការរៀនសូត្រដែលលោកចង់បញ្ជាក់ហ្នឹងគឺតើជាមួយនឹងចំណេះដឹងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធឲ្យច្បាស់លាស់សិនមុននឹងចាប់ដើមប្រឡូកនៅក្នុងខាងអចលនទ្រព្យចង់ទិញផ្ទះទិញដីអីជាដើមតែករណីមួយចំនួននៅក្នុងប្រទេសកម្ពុជារបស់យើងដោយលោកឃើញកម្មករកម្មការនេះក៏ដីដោយករណីរបស់លោកស្រីខាងឆ្វេងនេះស្រាប់ប្រជាពលរដ្ឋមួយចំនួនគឺជាតម្រូវការមួយដែលចាំបាច់ដែលគាត់ត្រូវតែទិញផ្ទះនឹងតែម្ដងមិនអាចមានពេលដើម្បីរៀនសូត្របន្តទេ
còn lại đi hai đại dương sinh kết khơi ta ai能មានហានិភ័យaiនឹងមានជួបនៅវិបត្តិដល់ចំនួនចន្លោះហ្នឹងជាមូលហេតុដែលកម្មវិធីរបស់យើងត្រូវតែមាន topic នេះដើម្បីជជែកឲ្យជាគំនិតឲ្យជា tip កន្លែងនេះលោកអាចចែកបទពិសោធន៍បានទេខ្ញុំអាចទៅសំណួរដើមបន្តិចក៏បានដែរចង់បញ្ជាក់ថាតើកន្លែងនេះប្រជាពលរដ្ឋគាត់គួរតែបែងចែកថវិការបស់គាត់បែបណាគាត់ត្រូវគិតអំពីលំហូរសាច់លុយរបស់គាត់បែបណាមុននឹងដល់ដំណាក់កាលមួយដែលគាត់និយាយថាអូខេខ្ញុំត្រូវតែទិញផ្ទះនេះតែខ្ញុំត្រូវទិញអ្វីគេខ្លះតើពួកគាត់គួរត្រៀមអ្វីខ្ញុំសូមយោបល់ពីលោកខ្ញុំគ្រប់គ្រងនៅក្នុងការទិញផ្ទះទី1បាទហើយចំណេះដឹងដែលខ្ញុំនិយាយថាគាត់ត្រូវតែបន្តហ្នឹងវាអាចតែជាចំណេះដឹងរ៉ាយវត្ថុឬក៏ជាចំណេះដឹងជាលក្ខណៈជំនាញជា skill មកគាត់ធ្វើការជាលក្ខណៈ IT computer marketing អីក៏ត្រូវតែ upgrade skill គាត់ដើម្បីឲ្យគាត់មានប្រាក់ចំណូលខ្ពស់ជាងមុនដើម្បីឲ្យសមត្ថភាពនៃការឆ្លើយតបផ្នែករ៉ាយវត្ថុបានខ្ពស់អញ្ចឹងយើងឃើញថាបញ្ហាបើសិនជាយើងមានតម្រូវការខ្ពស់ហើយយើងមានប្រាក់ខ្លះយើងក៏អាចទិញដែរប៉ុន្តែយើងត្រូវគិតបញ្ហាមួយឧបមាថាយើងមានលទ្ធភាព$2,000ក្នុងមួយខែបាទគូស្វាមីភរិយាបាទប្តីប្រពន្ធប្រាក់ខែ$1,000ប្តីប្រាក់ខែ$1,000អញ្ចឹងយើងកុំទិញឲ្យលើសច្រើនពេកយើងឧបមាថាឥឡូវគុំទិញថាដល់ថ្នាក់មួយខែបង់$1,500យើងត្រូវគិតថាចុះបើប្តីបាត់បង់ការងាររយៈពេលខ្លីណាមួយឬក៏ប្រពន្ធបាត់បង់ការងាររយៈពេលណាមួយអញ្ចឹងយើងគិតថាឥឡូវយើងត្រូវទិញមួយខែយើងអាចបង់$700-800អញ្ចឹងទៅហើយបញ្ហាមួយទៀតហ្នឹងគឺយើងខ្លួនឯងនេះត្រូវតែប្រយ័ត្នគ្រប់ពេលវេលាបើយើងធ្វើការយើងត្រូវរក្សាការងារយើងឲ្យជាប់ហើយខិតខំធ្វើការព្រោះការងារដូចរកស៊ីដែរដូចរៀនដែរឡើងកម្មពីណាប្រាក់ខែ$200-300ឡើងទៅ$500-600ឡើងទៅ$1,000-1,500មិត្តភក្តិខ្ញុំខ្លះគេមានប្រាក់ខែដល់$10,000-20,000អញ្ចឹងកាលណាគាត់នៅក្នុងហៅថាមានគៀបឆ្លើយតបដោយប្រុងប្រយ័ត្នកាលណាគាត់មានប្រុងប្រយ័ត្នហើយមានផែនការច្បាស់លាស់វាកាត់បន្ថយនៃហានិភ័យហើយគាត់ត្រូវថាតែមានប្រាក់សន្សំខ្លួនឯងគេដូចបងស្រីគាត់មាននិយាយហើយគឺគាត់មាន3-4ខែសកួរទៀតបានគាត់ហ៊ានទៅទិញយ៉ាងទៅពេលខ្លះយើងចូលពេលដែលយើងចូលទៅក្នុងកំឡុងឆ្នាំ2010ដល់2016គឺជាស្ថានភាពនៅល្អគេហៅថា appreciation អញ្ចឹងគាត់ចូលទៅតម្លៃផ្ទះគាត់ឡើងអញ្ចឹងការប្រាក់វាឆ្លើយតបអញ្ចឹងសម្រាប់ផ្ទះទី1ទោះបីធនាគារក៏ដោយដែលគេលើកទឹកចិត្តថា first home ផ្ទះទី1នឹងការជំនាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជាគេធ្វើការផ្សាយពាណិជ្ជកម្មផ្ទះទី1គេលើកទឹកចិត្តផ្ដល់កម្ចីដល់ផ្ទះទី1ព្រោះផ្ទះទី1គឺជាការរស់នៅយើង enjoy ទៅក្នុងការរស់នៅប៉ុន្តែវាពិបាកមួយទៀតគឺអ្វីដែលខ្ញុំថាឲ្យហានិភ័យខ្ពស់គឺផ្ទះទី2ផ្ទះទី3ឆ្លើយតបជាមួយនឹងភាពលោភលន់ខ្លួនឯង greed ដែលយើងគិតថាទៅហើយទៅទៀតដល់ពេលប្រហែលថាឥឡូវយើងមានមួយផ្ទះយើងល្អយើងមាន2ផ្ទះយើងទុកបានដល់មានផ្ទះទី3អាផ្ទះទី3នឹងទៅបាត់បញ្ហាមកដល់ផ្ទះទី2នេះទៀតអញ្ចឹងរឿងហ្នឹងវាមានតែភាពប្រយ័ត្នប្រយែងទេវាអត់មានគ្រូណាសភៅណាអស់លោកបណ្ឌិតណាអ្នកមានបទពិសោធន៍ណាមកប្រាប់យើងទេមកប្រាប់យើងទេបើមិនអញ្ចឹងគេទៅរៀនគ្រប់តែគ្នាហ្នឹងស្មានតែអ្នកដែលកំពុងតែផុងខ្លួនក្នុងវិស័យអចលនទ្រព្យគេផុសរូបតាមបណ្ដាញ Facebook គាត់លើសបណ្ឌិតទៀតបាទគាត់មហាបណ្ឌិតបាទគាត់រៀនដល់ណាដល់នៃអាមេរិកអង់គ្លេសបារាំងសិង្ហបុរីថៃវៀតណាមចិនគាត់ចេះជាងខ្ញុំចេះជាងពួកយើងទៀតមិនក៏គាត់ផុងខ្លួននៅក្នុងវិបត្តិហ្នឹងរហូតដល់ថាសឹងតាលក់អ្វីតែខ្លួនមានទាំងអស់ហើយក៏នៅជាពាក់គេរាប់លានដុល្លារទៀតបាទកន្លែងដែលប្រយ័ត្ននេះលោកអាចបញ្ជាក់ពី3ចំណុចបានទេថាទោះបីជាទិញផ្ទះទី1ក៏ដោយ first home ក៏ដោយតើប្រជាពលរដ្ឋត្រូវប្រយ័ត្នអីគេដែលលោកលើកឡើងមកនេះទី1ទីតាំងទី1ប្រភេទផ្ទះប្រភេទដីប្រភេទអីណាទិញទៅបងអត់បានឬក៏កុនកន្លែងណាស្រួលលក់ចេញវិញអត់ឥឡូវឧបមាថាយើងអ្នកខ្លះគាត់ចេះតែនិយាយថាទៅទិញរបស់មួយមកតែ
យើងត្រូវដឹងថាដីខ្លះផ្ទះខ្លះលក់ក្នុងតម្លៃណាក៏គេអត់ទិញដែរឥឡូវខ្ញុំទៅសារចុះបើយើងទិញផ្ទះក្នុង100ពេញហួតជីបម៉ងអីចឹង100ធំធំចឹងទៅកាលណាតម្លៃអមថា 100000 យើងហ៊ានលក់7 80000អីគេទិញតែបើយើងទៅទិញផ្ទះនៅឆ្ងាយដាច់ស្រយាលអត់មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់អត់មានផ្លូវអត់មានប្រព័ន្ធទឹកភ្លើងអត់មានសុវត្ថិភាពអីច្បាស់លាស់ទិញ 100000 លក់ 50000 យល់គេអត់ទិញបាទអានេះគេហៅថាគេមានវិធីបើនិយាយពីបញ្ហានេះខ្ញុំអត់ចង់បកស្រាយនេះគេនិយាយអំពីការវិនិយោគហើយអំពីគេនិយាយអំពី risk ហើយគេនិយាយអំពីរបៀប exit ឧបមាថាយើងយកលុយទៅដាក់អីមួយគឺវាអាចជាទំនិញឬក៏ជា commodity អ្នកខ្លះទៅទិញមាសឥឡូវឧបមាថាគេទិញមាសស្រួលលក់ចេញបាទអញ្ចឹងគេទៅទិញដីក៏គេចេះទៅទិញដីមួយដែលទីប្រជុំជនកណ្ដាលក្រុងមានមនុស្សមានការអាស្រ័យផលជួលបានរកស៊ីបានអីអាហ្នឹងបានវាមានតម្លៃចុះបើយើងទៅទិញនៅតំបន់ដាច់ស្រយាលទឹកក៏អត់មានភ្លើងក៏អត់មានជីឡានមិនចង់ដល់ជីម៉ូតូទៅអត់រួចហើយយើងធ្វើម៉េចទៅយ៉ាអរគុណច្រើនលោកញ៉ាលោកស្រីដាលីការសម្រេចចិត្តទិញផ្ទះលើកទី2លោកស្រីរៀបចំអ្វីគេខ្លះលោកស្រីត្រួតពិនិត្យគេខ្លះប្រយ័ត្នអីគេខ្លះផែនការរៀបចំរបស់លោកស្រីរៀបចំយ៉ាងម៉េចចាហ្នឹងហើយពេលដែលពួកខ្ញុំចាប់ផ្ដើមសម្រេចចិត្តថាយើងនឹងទិញផ្ទះទី2ហ្នឹងគឺពួកខ្ញុំចាប់ផ្ដើមមើលលុយខ្លួនឯងសិនថាលុយខ្លួនឯងហ្នឹងមានគ្រប់នៅព្រោះតាមធនាគារយ៉ាងហោចណាស់ក៏ត្រូវមាន20ទៅ30% មុនដែរចាហើយនឹងលុយបំរុងយើងដែលមានហើយបានយើងចាប់ផ្ដើមទៅរកហើយពេលដែលរកគឺមិនមែនរកតែមួយពីរកន្លែងទេពួកខ្ញុំដើរមើលច្រើនកន្លែងមែនតើបរិយភាគច្រើនគឺខ្ញុំរើសយកធំធំហើយព្រោះវាសុវត្ថិភាពហើយវាប្រតិបត្តិប្រជុំជនល្អចិត្តកន្លែងធ្វើការចិត្តកន្លែងសាលាកូនហើយបរិយាកាសក្នុងការរស់នៅសុវត្ថិភាពផាសុខភាពមានសួនមានអីខ្យល់អាកាសល្អសម្រាប់ចាស់ចាហ្នឹងហើយអញ្ចឹងយើងក៏សម្រាប់ចិត្តដើរមើល 4-5 កន្លែងទៅកន្លែងតូចខ្លះអីខ្លះយកមកប្រៀបធៀបគ្នាហើយបានយើងសម្រេចចិត្តបាទចាហើយក៏ពួកខ្ញុំសិក្សាពីលក្ខខណ្ឌរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនឹងដែរថាគាត់ឲ្យខ្ចីបែបម៉េចគាត់បង់បែបម៉េចគាត់សហការមួយធនាគារណាខ្លះអត្រាការប្រាក់មិនដែរចាគេអនុគ្រោះមិនខ្លះចាអញ្ចឹងបានយើងយកមកប្រៀបធៀបជាមួយនឹងថវិការបស់យើងដែលយើងមានស្រាប់យើងគិតថាអត់ទៅរួចហើយអញ្ចឹងយើងសម្រេចចិត្តចាខ្ញុំសូមសង្កត់ធ្ងន់បន្តិចទៅលើការរៀបចំថវិកាដែលសារវិធានបទរបស់យើងគឺសង្កត់ធ្ងន់ទៅលើរឿងរៀបចំហើយនឹងវត្ថុតែម្ដងមុនដល់យើងឈានទៅដល់ដំណាក់កាលនៃការទិញផ្ទះលោកស្រីបែងចែកហើយនឹងរៀបចំផែនការលុយនឹងបែបណាខ្ញុំប្រើពាក្យសម្ាញ់លុយតែម្ដងរៀបចំផែនការលុយនឹងបែបណាមានថាបែងចែកទៅលើការចាយវាយប៉ុន្មានហើយបែងចែកទៅលើតម្រូវការដែលមិនចាំបាច់នឹងបែបណាខ្លះក្នុងជីវភាពប្រចាំថ្ងៃដែលអាចនាំឲ្យលោកស្រីទៅដល់ដំណាក់កាលមួយអាចទិញផ្ទះបានចាក្រៅពីលុយដែលយើងបំរុងទុកសម្រាប់បង់20-30% នឹងហើយគឺខ្ញុំមើលទៅលើប្រាក់ខែពួកខ្ញុំពីអ្នកប្តីប្រពន្ធថាពេលដែលយើងចូលគ្នាហើយហ្នឹងយើងបានថាយើងហៅថាអាហ្នឹងមកកញ្ចប់ 100% ចាអញ្ចឹងយើងត្រូវខ្ញុំសិក្សាថាតើពេលដែលខ្ញុំបង់ទៅខាងទិញផ្ទះនេះអស់ប្រមាណភាគរយខ្ញុំកំណត់ធំថាច្រើនផុត 30% យើងនៃប្រាក់ខែរបស់យើងរួមហ្នឹង 30% យើងបង់ទៅផ្ទះខ្ទង់ 25% ទៅ 30% យើងចាយវាយនៅក្នុងផ្ទះទាំងការចាយវាយរបស់ពួកយើងរៀងខ្លួនចេញទៅធ្វើការផងសាំងម៉ូតូឡានអីគឺយើងគិតអស់ហើយនឹងយ៉ាងហោចត្រូវមាន 30 ទៅ 35% ទៀតនឹងសមចាហើយក្នុងហ្នឹងបើយើងបែងចែកដែរថាហើយមួយខែយើងត្រូវដើរលេងម្ដងឬក៏3ខែយើងដើរលេងជុំគ្នាម្ដងឬក៏អីគឺយើងមានថវិកាហ្នឹងហើយយើងនិយាយទៅការពារគ្រប់ជ្រុងដែរចុះប្រសិនបើករណីក្នុងចំណោមអ្នកទាំងពីរចាមានម្នាក់ដែលមានឧទាហរណ៍សុខភាពរឿងកើតឡើងឬក៏ក្រុមហ៊ុនចាប់ផ្ដើមមានបញ្ហាណាមួយកើតឡើងតើត្រង់ចំណុចនេះបានរៀបចំថវិកាទប់ទល់ដែរឬទេហ្នឹងហើយយើងគិតដល់ព្រោះពេលដែលយើងមិនសមហ្នឹងយើងដាក់ឲ្យរៀងច្រើនដល់ 30-35% ឬ 40% ហ្នឹងគឺដើម្បីទប់ហ្នឹងឯងពេលមានបញ្ហាអីយ៉ាងហោចណាស់ក៏យើងមានលុយហ្នឹងទប់បានច្រើនខែដែរព្រោះយើងមិនមែនថាធ្លាក់ខ្លួនឈឺហ្មងឬក៏មានបញ្ហាអីវាព្រឹបមកខ្លាំងហ្មងឯងវាភាគតិចអញ្ចឹងលុយហ្នឹងហើយដែលយើងទុកត្រៀម
ចាហើយមួយទៀត ខ្ញុំគិតថាយើងខ្ចីពីធនាគារព្រោះក្រុមហ៊ុនអចលនទ្រព្យគាត់សហការមួយធនាគារធនាគារមិនដែលថាដាច់អហង្ការថាមិនពេលយើងអត់មានចំណូលយើងមានបញ្ហាជួបបញ្ហាជាក់ស្ដែងគាត់អត់ទួស្ដាប់អត់ជួយយើងទេសំខាន់ចរចា បាទ ចាខ្ញុំជួបជាមួយគាត់ចរចារកចំណុចណាមួយដែលយើងអាចទៅរួចជាមួយគ្នាចា សំណួរចុងក្រោយរបស់ខ្ញុំជួនទៅការវាគ្មិនទាំងពីររូបយើងដល់ម៉ោងទៅហើយអ្វីទៅជាការតាមផ្សាយក៏ដូចជាការលើកទឹកចិត្តទៅកាន់ប្រជាពលរដ្ឋយើងតែតទៅជាមួយការរៀបចំហិរញ្ញវត្ថុសម្រាប់ទីផ្ទះសូមជឿលោកស្រីមុន ចា ក្នុងនាមខ្ញុំជាអតិថិជនខ្ញុំក៏មានពាក្យផ្ដាំផ្ញើក៏ដូចជាណែនាំក្នុងបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺមុននឹងយើងសម្រេចចិត្តទិញផ្ទះឬក៏ទិញអចលនទ្រព្យណាមួយសូមពិនិត្យមើលលទ្ធភាពរបស់យើងឲ្យច្បាស់យើងត្រូវមានទុនបំរុងឲ្យហើយដើម្បីយ៉ាងហោចណាស់ក៏យើងបានបង់គេហៅថាបង់ឲ្យបានរបស់នឹងជារបស់យើងហើយបន្ទាប់មកយើងខ្ចីបន្តឬក៏មួយទៀតនោះគឺត្រូវសិក្សាមើលទីតាំងមើលបរិយាមើលម្ចាស់ចលនទ្រព្យឲ្យច្បាស់ព្រោះឮទៅតាមគេតាមឯងផ្អើលឆោតឡោថានេះថោកនេះល្អលក់ស្រួលហើយថ្មីគម្រោងគេធំមិនដែរយើងត្រូវមើលផ្ទាល់យើងទៅមើលផ្ទាល់ហ្មងទៅមើលហើយយើងសួរនាំអ្នកដែលដូចខ្ញុំចឹងមានមិត្តភក្តិខ្ញុំសួរអ្នកកូជេអ្នកគាត់រកស៊ីដីហ្នឹងគាត់ដឹងហើយតំបន់ណាមានហានិភ័យខ្ពស់តំបន់ណាទិញទៅសុវត្ថិភាពតំបន់ណាដែលស្រួលអរគុណចាស់លោកស្រីសូមជឿលោកពទី ខ្ញុំបានជជែកច្រើនហើយបញ្ហាដែលខ្ញុំសំណូមពរចុងក្រោយហ្នឹងគឺឲ្យធនាគារជាតិតែម្ដងបើបានស្ដាប់ឬអាចធ្វើជាវីដេអូឃ្លីបណែនាំឬសេចក្តីប្រកាសមួយតាក់ទងទៅហានិភ័យនៃប្រាក់កម្ចីអញ្ចឹងយើងឃើញថាពីមុនអ្នករងគ្រោះមានតែប្រជាជនទេមានតែអតិថិជនទេប៉ុន្តែឥឡូវអ្នករងគ្រោះគឺជាអ្នកអភិវឌ្ឍគឺជាធនាគារបាទអញ្ចឹងយើងឃើញហើយធនាគារពិភពលោកធនាគារធំនៅលើពិភពលោកសូម្បី Silicon Valley Bank ហើយនិង Swiss Credit ធនាគារធំណាស់គេមានប្រាក់ដល់30,000 លាន 40,000 លានដុល្លារខ្លះដល់អាចដល់ 100,000 លានអីរលំអញ្ចឹងខ្ញុំអត់ចង់ឃើញបញ្ហានេះកើតឡើងនៅក្នុងប្រទេសកម្ពុជាទេអញ្ចឹងយើងសាកគិតមើលបញ្យលទី1អ្នកអភិវឌ្ឍហ្នឹងឈប់ឲ្យអតិថិជនបង់រំលោះជាមួយខ្លួនតទៀតទៅបាទកុំចង់បានលុយ 5% 10% របស់អតិថិជនហ្នឹងឬក៏ចង់ខ្ញុំដូចនិយាយអញ្ចឹងបើយើងសង់ផ្ទះ100លក់ដាច់អស់ចំណេញល្អជាងសង់200លក់មិនដាច់ហើយជាពាក់អញញ៉ៃពេញនឹងទៅមុខទៅក្រោយមិនរួចបាទយើងធ្វើតាមលទ្ធភាពយើងហើយមុនយើងសាងសង់ធ្វើគម្រោងហ្នឹងយើងគុំថាតែយើងចេះនិយាយថាឲ្យប្រជាជនប្រយ័ត្នឲ្យអីចឹងទៅក៏មានប្រជាជនខ្លះបងលុយហើយអត់បានផ្ទះដែរអញ្ចឹងអ្នកអភិវឌ្ឍហ្នឹងក៏ត្រូវមាន financial plan រិះគិតឲ្យបានត្រឹមត្រូវថាខ្លួនឯងមានសមត្ថភាពសង់នៅលើដីហ្នឹងសង់អាគារហ្នឹងសង់ផ្ទះហ្នឹងឬក៏ពុះបំបែករៀបចំត្រឹមត្រូវអត់បើដីឡូមានតែបានកម្មសិទ្ធិទៅតែមិនសូវមានហានិភ័យប្រជាជនបន្ទោសរដ្ឋដល់រដ្ឋទៅបន្ទោសម្ចាស់គម្រោងបន្ទោសថាអតិថិជនមិនបង់លុយដល់អញ្ចឹងច្អល់ចុះច្អល់ឡើងវានៅកន្លែងហ្នឹងហើយបើមិនដោះស្រាយទេវាបញ្ហាវាចេះតែរីកធំទៅវាធ្វើឲ្យយើងមានភាពជាប់គាំងកាន់តែយូរតែបើយើងដោះស្រាយបានលឿនដូចជាជំងឺអញ្ចឹងយើងឆាប់ជាបាលយើងឆាប់ជាតែបើយើងនៅតែមិនទទួលស្គាល់ថាជាយើងឈឺហើយយើងមានបញ្ហាហើយយើងមិនដោះស្រាយយើងមិនព្យាបាលទេវានៅរ៉ាំរ៉ៃបាទអរគុណចាស់លោកពធីលោកស្រីកញ្ញាទាំងអស់ជាទីគោរពកម្មវិធីវិថីហិរញ្ញវត្ថុឬក៏ Financial Street ដល់ពេលត្រូវបញ្ចប់យើងខ្ញុំទាំងបីរូបសូមអរគុណសូមគោរពលា